សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងមកធ្វើលំហាត់បន្តទៀតគឺលំហាត់ទី7ក្នុងមេរៀនទី2គឺមុំមងនៃកម្លាំងដើម្បីអនុវត្តលំហាត់បានយើងត្រូវចាំរូបមន្តរបស់មេរៀនទី2ផងដែរណាអញ្ចឹងរូបមន្តមុំមងរបស់យើងគឺ m ស្មើ s គុណ d s តាំងឲ្យកម្លាំង d តាំងឲ្យប្រវែងខ្នាស់ m តាំងឲ្យមុំមងនៃកម្លាំងចឹងយើងមើលលំហាត់របស់យើងមកគេព្យួរអង្គធាតុ2ទម្ងន់ S1 ស្មើ400 ញូតុន S2 ស្មើ100 ញូតុនទៅចុងសងខាង1នៃទម្ងន់ S3 ស្មើ100 ញូតុនប្រវែង D ស្មើ40 សង់ទីម៉ែត្រតើគេត្រូវដាក់កំណល់ត្រង់កន្លែងណានៃរបាដើម្បីឲ្យមានលំនឹងអញ្ចឹងយើងមើលដំណោះស្រាយទាំងអស់គ្នាអញ្ចឹងគេសួរថាគេត្រូវដាក់កំណល់ត្រង់កន្លែងណានៃរបាដើម្បីឲ្យវាមានលំនឹងអញ្ចឹងយើងទៅមើលលើរូបទាំងអស់គ្នាមកអញ្ចឹងរូបរបស់យើងគឺកម្លាំង2 F2 គឺស្មើនឹង100 ញូតុនកម្លាំង F2 មកអតម្រ O នេះគេតាំងឲ្យចម្ងាយហ្នឹងតាំងដោយ D2 ហើយមួយទៀតពីអតម្រមកកម្លាំង S3 គឺស្មើនឹង100 ញូតុនគេតាំងចម្ងាយពីអតម្រមកហ្នឹងគឺតាំងដោយ D3 មួយទៀតពីអតម្រ O មកកម្លាំង S1 ស្មើនឹង400 ញូតុនគេតាំងដោយ D1 អញ្ចឹងដើម្បីឲ្យខ្នាស់មានលំនឹងគឺគេថាម៉ូម៉ង់វិជ្ជមានស្មើនឹងម៉ូម៉ង់អវិជ្ជមានព្រោះម៉ូម៉ង់យើងគឺវិលតាមតនិកនីលកានិងច្រាស់តាមទិសដៅនៃតនិកនីលកាហើយប្រវែងរបាហ្នឹងគឺ D ស្មើ40 សង់ទីម៉ែត្រ D1 D2 D3 គេអត់ប្រាប់ប្រវែងទេគេប្រាប់តែប្រវែងសរុបអញ្ចឹងយើងទាញតាមគោលការណ៍រក្សាម៉ូម៉ង់របស់យើងមកដើម្បីឲ្យខ្នាស់មានលំនឹងអញ្ចឹងតាមគោលការណ៍រក្សាម៉ូម៉ង់គឺយើងបាន M1 ស្មើ M2 បូក M3 បន្តមកទៀតឬក៏ S1 គុណ D1 ស្មើ S2 គុណ D2 បូក S3 គុណនឹង D3 តមកគេអាចសរសេរបានថា S1 D1 មិនបាច់ដាក់សញ្ញាគុណទេយើងអាចសរសេរអញ្ចឹងក៏គេសម្គាល់ថាវាជាប្រមាណវិធីគុណដែរហើយយើងតាំងវាជាសមីការមួយតមកយើងស្រង់សមត្ថកម្មគេមកឲ្យអស់មកគឺ S1 ស្មើ400 ញូតុន S2 ស្មើ100 ញូតុន S3 ស្មើ100 ញូតុននិងប្រវែងសរុប D គឺ40 សង់ទីម៉ែត្រយើងស្រង់សមត្ថកម្មឲ្យអស់មកបន្ទាប់មកយើងជំនួសវាក្នុងរូបមន្តប៉ុន្តែ D គេប្រាប់តែប្រវែងសរុបទេអញ្ចឹងយើងរក D មកគឺ D ស្មើនឹងប្រវែងសរុបយើងគឺ40អញ្ចឹងយើងអាចសរសេរថា D ស្មើនឹង D1 បូក D2 យកតម្លៃប្រវែង D1 បូក D2 អញ្ចឹង D សរុបយើងគឺស្មើ40ស្មើនឹង D1 បូក D2 តមកយើងទាញរូបមន្តមកយើងបានទាញរក D1 ទាញរក D1 យើងបោះ D2 ទៅអង្គទី1ទៅយើងបាន40ដក D2 តាំងឲ្យសមីការ2តទៅពីយើងទាញបានហើយយើងទាញរក D3 ម្ដងអញ្ចឹង D3 ដូចគ្នាដែរគឺ40ស្មើនឹង D2 បូក D3 មានថាប្រវែង D ស្មើ D2 បូក D3 មានន័យថាពីអតម្រ O នេះពីកម្លាំង F2 មកអតម្រ O ហ្នឹងគឺប្រវែងវាសរុបតែពីអតម្រ SO ហ្នឹងវាចែកជា2គឺចែក S3 ស្មើ100 ញូតុនហើយកន្លែងហ្នឹងយើងតាំងដោយ D3 តាំងដោយ D3 មានន័យថាពីអតម្រ O មក S2 ហ្នឹងចែកជា2អញ្ចឹងចែកជា2គេទាញបាន D3 នេះយើងទាញ D3 ស្មើនឹង
D 3 ស្មើនឹង D 2 ដក D ចែកជា2ចេះយើងមើលលើរូបមកចម្ងាយពីអតម្រមក S2 ហ្នឹងគឺចម្ងាយ D 2ហើយចម្ងាយពីអតម្រមក S3 ចម្ងាយ D 3មានន័យថាយកចម្ងាយពីអតម្រមក S2 ហ្នឹងយក D 2បូក D 3អញ្ចឹងបូក D 3បានស្មើ D ចេះយើងបានD 2 ដក 40 40ហ្នឹងគឺ D សរុបចែកជា2អញ្ចឹងនាំឲ្យ D 3ស្មើ D 2 ដក 20យក40ចែក2ទៅបាន20កន្លែងហ្នឹងយើងតាំងឲ្យសមីការទី3តន់អត់ត្រង់ហ្នឹងកន្លែងហ្នឹងគឺយើងយក D 3ស្មើ D 2 ដក D ចែកជា2អញ្ចឹង D យើងដឹងហើយគឺស្មើ40អញ្ចឹង D 2 ដក 40ចែកជា2ទៅយើងបាន D 3ស្មើ D 2 ដក 20តាំងឲ្យសមីការទី3បន្តមកទៀតយើងទាញរបន្តទៀតមកយើងជំនួសសមីការយើងយកសមីការ2និងសមីការ3ជំនួសក្នុង1អញ្ចឹងសមីការ3មានសមីការ2ហើយសមីការ1អញ្ចឹងសមីការ1យើងគឺ S1 D1 ស្មើ S2 D2 បូក S3 D3 យើងជំនួសក្នុងរូបមន្តហ្នឹងមកយើងបាន400 S1 គុណនឹង D1 យើងសមីការ2របស់យើងគឺ40ដក D2 នេះ D1 ស្មើ40ដក D2 កន្លែង D1 ហ្នឹងជំនួសដោយ40ដក D2 បន្តមកទៀតស្មើនឹង S2 D2 អញ្ចឹង S យើង S2 យើងគឺ100 S D2 ទុកនៅដដែលបន្តមកយើងបូក S3 គឺ100 D3 គឺសមីការទី3របស់យើងហ្នឹងគឺ D3 ស្មើនឹង D2 ដក 20នេះ D3 របស់យើង D3 ស្មើ D2 ដក 20បន្ទាប់ពីយើងជំនួសក្នុងរូបមន្តនឹងហើយយើងទាញបានទៀតបន្ទាប់មកយើងគុណពលិតមកយើងយក400គុណ40បាន 16000 យក400គុណដក D2 យើងបានដក400 D2 យើងគុណមកបន្ទាប់មកទៀតស្មើនឹងយើងគុណឃើញហើយស្មើនឹង100 D2 នៅដដែលបូក100គុណនឹង D2 យើងបានបូក 100D 100គុណនឹងដក 20យើងបានដក 2000 100គុណនឹង 20បាន 2000សញ្ញាដកបន្ទាប់មកផ្នែកលេខជាប់អធិយើងបោះមកអង្គទី1ផ្នែកលេខបោះទៅអង្គទី2អញ្ចឹងដក400យើងទៅសេឡើងវិញ100បូក100បោះមកបានដក100អានោះបូក 100D2 បោះមកបានដក 100D2 ស្មើនឹង 2000ដក 2000 16000បោះទៅបានដក 16000តមកដក400ដក100បានដក500ដក500ដក100បានដក600 D2 តមកស្មើនឹងដក 18000អញ្ចឹងដក 2000ដក 16000បានដក 18000ពណ៌ដកយើងធ្វើប្រមាណវិធីបូកបន្ទាប់មកយើងទាញរកអីយើងទាញរក D2 អញ្ចឹងសញ្ញាដកយើងសម្រួលវាចោលទៅយើងទាញរក D2 វាស្មើនឹង 18000ចែកនឹង600 18000ចែកនឹង600អញ្ចឹងយើងបាន D2 ស្មើនឹង30សង់ទីម៉ែត្រអញ្ចឹង30សង់ទីម៉ែត្រយើងមិនបាច់ចាំបំបែកຂະຫນាតទេ30សង់ទីម៉ែត្រយើងពុះຂະຫນាត D សរុបរបស់យើង40អញ្ចឹងយើង D2 របស់យើង30សង់ទីម៉ែត្រហ្នឹងយើងបាច់បំបែកទេទុកនៅអញ្ចឹងទៅបន្តមកទៀតយើងទាញរក D1 មកគឺ D1 ស្មើនឹង40ដក D2 អញ្ចឹងរូបមន្តយើងនៅខាងលើនេះគឺ D1 ស្មើ40ដក D2 គឺសមីការទី2យកមកជំនួសអញ្ចឹងយើងបាន D1 40 D សរុបដក D2 D2 យើងរកឃើញ30អញ្ចឹង40ដក30គឺស្មើនឹង10សង់ទីម៉ែត្រអញ្ចឹងចម្ងាយពីអតម្រមក S1 ហ្នឹងគឺ10សង់ទីម៉ែត្រចម្ងាយពីអតម្រមក S2 ហ្នឹងគឺចម្ងាយ30សង់ទីម៉ែត្រអញ្ចឹងដូចនេះ
ទីតាំងរបស់កំណល់ដែលធ្វើឲ្យរបាមានលំនឹងហ្នឹងគឺ D2 ស្មើ30សង់ទីម៉ែត្រជាងកន្លែងនេះអត់បានទៅសេ D យើងយក D មកទៅសេមកគឺ D1 កន្លែងហ្នឹងយើងអាចសេ D1 ស្មើនឹង10ណាកន្លែងហ្នឹង D1 ស្មើនឹង10សង់ទីម៉ែត្រចម្ងាយពីអតម្រមក S1 10សង់ទីម៉ែត្រចម្ងាយពីអតម្រមក S2 គឺ30សង់ទីម៉ែត្រអរគុណលំហាត់យើងគឺចប់តែប៉ុណ្ណឹងអញ្ចឹងយើងអត់ច្បាស់ត្រង់ចំណុចមួយណាយើងអាច comment នៅខាងក្រោមបានហើយចូលចិត្តវីដេអូចែកម្លែកចំណេះដឹងនេះបើចូលចិត្តយើងជួយ Subscribe ឲ្យម្នាក់មួយផងដើម្បីបានវីដេអូថ្មីនិយាយពីការសិក្សាបន្តទៀតអរគុណច្រើនបាយបាយ